អភិបាលខណ្ឌមានជ័យលោកសេងគុណចាត់វិធានការជាបន្ទាន់ដោយតម្រូវឲ្យឯកឧត្តមរដ្ឋសារិនធ្វើការរុះរើផ្ទះនិងរុះរើរបងថ្មចេញពីដីសាធារណៈឯកឧត្តមគាត់មានលុយធ្វើផ្ទះលើដីសាធារណៈជាច្រើនឆ្នាំជាច្រើនអាណត្តិមកហើយដោយយកទៅជួឲ្យប្រជាពលរដ្ឋខ្មែរយកលុយដាក់ហៅប៉ៅអានេះខ្ញុំមកនិយាយពីរឿងអំពើពុករលួយទេវិធានការក្តៅដោយមិនទុកយូរលោកសេងគុណអភិបាលខណ្ឌមានជ័យនិងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខណ្ឌមានជ័យបានតម្រូវឲ្យម្ចាស់ផ្ទះឈ្មោះឯកឧត្តមរដ្ឋសារិនដែលបានរំលោភយកដីសាធារណៈធ្វើផ្ទះអាជីវកម្មជាច្រើនខ្នងជួយកលុយធ្វើជាសថីឲ្យធ្វើការរុះរើចេញជាបន្ទាន់យោងតាមប្រភពព័ត៌មានច្បាស់ការឯកឧត្តមរដ្ឋសារិនបច្ចុប្បន្នបានចូលនិវត្តន៍សម្រាប់សោយសុខក្នុងវ័យសលុយចំណែកឯផ្ទះអាជីវកម្មដែលធ្វើលើដីសាធារណៈត្រង់ចំណុចភូមិដំណាក់ធំ2សង្កាត់ស្ទឹងមានជ័យ3ខណ្ឌមានជ័យរាជធានីភ្នំពេញគឺបានធ្វើរំលោភយកប្រើប្រាស់អស់រយៈពេលជាច្រើនអាណត្តិគិតតាំងពីសម័យឯកឧត្តមគូចម្រើនធ្វើជាអភិបាលខណ្ឌរហូតបន្តបច្ចុប្បន្ននេះគឺមានរយៈពេលជាង10ឆ្នាំមកហើយយ៉ាងណាការរំលោភយកដីសាធារណៈយកធ្វើជាម្ចាស់កម្មសិទ្ធិសាងសង់ជាបន្ទប់តូចធំជួឲ្យប្រជាពលរដ្ឋក្នុងមួយខែពីសំណាក់ឯកឧត្តមចូលនិវត្តន៍រូបនេះមហាជនជាច្រើនមានការងឿងឆ្ងល់យ៉ាងខ្លាំងដោយដាក់សំណួរថាតើករណីនេះអាចជាប់ពាក់ព័ន្ធក្នុងការប្រព្រឹត្តអំពើពុករលួយដែរឬយ៉ាងណាតើលុយទាំងអស់ដែលឯកឧត្តមប្រមូលបានពីការជួលផ្ទះសរុបជាង10ឆ្នាំកន្លងមកនេះយកទៅណាអស់ហើយករណីដែលយកដីសាធារណៈធ្វើជាអាជីវកម្មនេះសាធារណមតិបានលើកឡើងថាវាគឺជាសញ្ញាបង្ហាញអំពីការប្រព្រឹត្តអំពើពុករលួយជាលក្ខណៈចំហដែលរដ្ឋាភិបាលកម្ពុជាមិនគួរមើលរំលងនោះទេផ្ទះជួលធ្វើនៅលើដីចំណីផ្លូវសាធារណៈរាប់ឆ្នាំជាច្រើនឆ្នាំហើយផ្លូវនេះផ្លូវធំយើងមិនដឹងថាមួយខែឯកឧត្តមគាត់យកផ្ទះនេះជួលទៅឲ្យអាជីវករមួយខែប្រមាណហើយរាប់ឆ្នាំបើសិនជាយើងសរុបជាលុយតើប្រមាណលានរៀលហើយធ្វើនៅលើដីសាធារណៈហើយរាប់ឆ្នាំហើយរាប់ឆ្នាំតែម្ដងចឹងបានគេមានណាកុំឆ្ងល់ណាគេមានគេចឹងគេមានលុយគេរកស៊ីចឹងគ្រូចឹងគេធ្វើផ្ទះលើដីសាធារណៈអានេះខ្ញុំមកនិយាយពីរឿងអំពើពុករលួយទេ